មនុស្សល្អដោយបញ្ញាតែងចេះរស់នៅប្រកបដោយយុទ្ធសាស្ត្រតែមនុស្សល្អដោយខ្វះបញ្ញានឹងទទួលឈ្មោះថាជាជនរងគ្រោះនិងទទួលសេចក្តីឈឺចាប់ពីសង្គមរៀនដោយពុំបានប្រើខួរក្បាលគិតគឺជារឿងខាតពេលវេលាហើយគិតដោយពុំបានរៀនគឺជារឿងគ្រោះថ្នាក់ការពិតតែបើស្ថិតក្នុងកលៈទេសៈខុសគឺស្មើនឹងមិនពិតការមិនពិតតែបើស្ថិតក្នុងកលៈទេសៈត្រូវគឺស្មើនឹងពិតខ្ញុំមិនបានប្រឹងរស់ទេតែខ្ញុំរស់ដោយប្រើប្រាស់គុណធម៌នៃសេចក្តីប្រឹងប្រែងសម្រាប់អ្នកមានខ្លះជីវិតគឺជារឿងកំប្លែងតែសម្រាប់អ្នកក្រជីវិតគឺជាសោកនាដកម្មសម្រាប់អ្នកឆ្លាតជីវិតគឺជាសុបិនតែសម្រាប់អ្នកល្ងង់ជីវិតគឺជាល្បែងមនុស្សធម្មតាដឹងរឿងដែលមនុស្សទូទៅដឹងរួចហើយមនុស្សមានបញ្ញាដឹងរឿងដែលមនុស្សទូទៅអាចនឹងដឹងនៅពេលក្រោយប៉ុន្តែមនុស្សលើសពីមានបញ្ញាធម្មតាគឺដឹងរឿងដែលមនុស្សទូទៅពុំអាចដឹងទៀនដែលគ្មានភ្លើងគឺឥតពន្លឺហើយមនុស្សដែលរស់នៅខ្វះចំណេះដឹងផ្លូវចិត្តនិងបញ្ញាគឺពុំមានក្តីសុខពិតឡើយឬពេលខ្លះបើសុខក៏សុខបែបវង្វេងដែរចិត្តនិងគំនិតស្របគ្នាពិតប្រាកដគឺហៅថាកតិបណ្ឌិតឬបញ្ញាញាណការអប់រំខួរក្បាលតែមិនបានអប់រំចិត្តគឺជាប្រភពនៅក្តីក្តៅក្រហាយបង្កចំនួនដោយសារកំហឹងចិត្តស្អប់ស្រឡាញ់ច្រណែនឈ្នានីសចងគំនុំសងសឹកឬមនោសញ្ចេតនានិយមជ្រុលប្រជាធិបតេយ្យបូកនឹងអវិជ្ជាស្មើនឹងភាពអនាធិបតេយ្យភាពក្រីក្របូកនឹងអវិជ្ជាស្មើនឹងអំពើឧក្រិដ្ឋកម្មអំណាចបូកនឹងអវិជ្ជាស្មើនឹងការសង្កត់សង្កិនផ្ដាច់ការមនុស្សឆោតតែងសើចចំអកឲ្យគេឯងនៅពេលអ្នកដទៃធ្វើរឿងខុសទំនងតែមនុស្សឆ្លាតហួសចិត្តចំពោះខ្លួនឯងពេលខ្លួនឯងភ្លេចសតិសើចចំអកឲ្យអ្នកដទៃមនុស្សចាស់ទុំឬក្មេងខ្ចីពុំមើលលើអាយុតិចឬច្រើនទេតែមើលលើចរិតលក្ខណៈចាស់ទុំចិត្តដែលមានសមាធិគឺជាចិត្តដែលមានសន្តិភាពទាំងជាមួយខ្លួនឯងផងនិងជាមួយអ្នកដទៃផងចិត្តដែលគ្មានសន្តិភាពតែស្ថិតក្នុងភាពស្រឡាញ់ស្អប់តាមការផ្លាស់ប្ដូរនៃស្ថានភាពខាងក្រៅមានតែបុគ្គលដែលរស់នៅប្រកបដោយបញ្ញាប៉ុណ្ណោះទើបពុំខ្លាចនៅសេចក្តីស្លាប់យុវជនដែលមានឆន្ទៈស្រឡាញ់សង្គមនិងចង់ជួយសង្គមបើបណ្ដោយខ្លួនឲ្យដូចយុវជនធម្មតានោះពុំបានទេពីព្រោះបើបណ្ដោយខ្លួនគឺនឹងខ្លាចខ្លួនជាត្រីងាប់ដែលហូរតាមទឹកហើយបុរសល្អស្វែងរកប្រពន្ធតែបុរសអាក្រក់ស្វែងរកស្រីសម្រាប់លេងសើចអ្នកចាក់ចំណេះចូលខួរក្បាលនឹងទទួលបានបញ្ញារីឯអ្នកចាក់មនោសញ្ចេតនាចូលបេះដូងនឹងទទួលបានចិត្តសុខនិងទុក្ខដើរទន្ទឹមគ្នាមានខួរក្បាលដែលចេះគិតពិចារណាវាប្រសើរជាងខួរក្បាលដែលមានត្រឹមតែចំណេះដឹងឬព័ត៌មានទឹកដែលហូរជានិច្ចគឺមិនល្អក់ទេរីឯជីវិតដែលប្រឹងប្រែងទៅមុខជានិច្ចគឺមិននៅនឹងថ្កល់ដែរបញ្ញាមិនមែនជាអ្នកបង្កើតបញ្ហាទេតែបញ្ហាខ្លះអាចធ្វើឲ្យមនុស្សមានបញ្ញាបានមនុស្សខ្សោយពេលដួលបន្លំដេកប៉ុន្តែមនុស្សខ្លាំងពេលដួលប្រឹងក្រោបឡើងទាំងឈឺចាប់ត្រីខ្លាំងហែលទឹកតែពុំអាចហែលលើគោកបានឡើយកុំត្រឹមតែរស់តែត្រូវរស់ឲ្យត្រឹមត្រូវកុំត្រឹមតែប្រឹងរស់តែត្រូវរស់ឲ្យត្រូវផ្លូវមនុស្សស្លាប់ដើម្បីកើតតែបើមនុស្សក្នុងសង្គមគ្មានកំណើតជាតិនឹងរលាយលែងកើតទៀតហើយក្នុងសង្គមឆ្កែចចកបើមនុស្សល្អចង់រស់សុខស្រួលគឺជាភាពល្ងង់ខ្លៅសុទ្ធសាធដូច្នេះហើយអ្នកល្អត្រូវចេះអោបក្រសោបគ្នាកុំរស់នៅដាច់ដោយឡែកពីគ្នាហើយកុំបែកបាក់សាមគ្គីគ្នាឲ្យសោះចិត្តអំណត់គឺជាកម្លាំងរបស់អ្នកខ្សោយហើយចិត្តឆេវឆាវគឺជាកំសោយរបស់អ្នកខ្លាំងក្នុងពេលលងទឹកវាគឺជាពេលដែលខ្ញុំត្រូវរៀនហែលទឹកទឹកគឺជាអ្នកបង្រៀនខ្ញុំឲ្យចេះហែលខ្ញុំរស់នៅមកដល់សព្វថ្ងៃគឺដោយសារអ្នកខ្លះវាយខ្ញុំមិនស្លាប់តែប៉ុណ្ណោះ